សួស្តីបងប្អូនអរគ្នាហ្នឹងហើយថ្ងៃនេះគឺខ្ញុំបានមកធ្វើការរៀបចំបដូរទឹកត្រីឲ្យពូខ្ញុំបន្តិចហ្នឹងហើយដោយសារគាត់ទើបតែយកបានមកពីខាងក្រមងអនឡាញអញ្ចឹងណាប្រិមិត្តហ្នឹងហើយគាត់ទៅឲ្យក្រមងមកបានដូចជា10គ្រាប់បាទក្រំគាត់ស្អាតណាហើយខ្ញុំមកធ្វើការដូរទឹកត្រីឲ្យគាត់តែម្ដងទៅដោយសារគាត់រវល់ទៅធ្វើការងារគាត់ហ្នឹងហើយអញ្ចឹងក៏ខ្ញុំមកដូរទៅបាទកន្លែងនេះគឺលំងាស់ជើងខ្លាំងមែនទេខ្លាំងឡងលើសុកខ្ញោកហើយបាទជាប់ត្រីថ្ងៃមុននៅបឹងខាងជើងបាទលំងាស់ចង់បកាច់បកិនតែយាជើងហើយបាទហើយកន្លែងនេះគឺទឹកនេះគឺប្រិមិត្តថាយើងស្ងល់ហើយណាខ្ញុំដូចទឹកពីងដាក់ហើយតែប្រិមិត្តមើលតែទឹកពីងខ្ញុំហ្នឹងដឹងហើយក្រហមស្អាតមិនបាច់ចាំទៅ5ស្លឹកឆាត់ដើម្បីយកពណ៌ទឹកអីប្រិមិត្តហ្នឹងហើយអត់ហត់អត់បាក់ទេទឹកពីងនេះគឺស្អាតតែម្ដងមិនមានក្លិនស្អុយទេហើយពណ៌វិញគឺកប់ស្រិយហើយខ្ញុំក៏ចាប់ដើមរៀបចំបាទបំបីកូនត្រីឲ្យគាត់ដោយសារគាត់ទើបតែយកមកប្រិមិត្តយកមកដាក់តែ2កដុំបាទហើយពីអាមួយកដុំ5គ្រាប់6គ្រាប់ដាក់ចូលគ្នាហើយដល់ពេលអញ្ចឹងវាមិនខាំគ្នាប្រិមិត្តហើយស្ទើរតែឈ្មោលបាទអត់ដឹងតែមានញីអត់ទេខ្ញុំមិនសូវចេះមើលអាក្រឹមញីក្រឹមឈ្មោលដែរហ្នឹងប្រិមិត្តបើប្រិមិត្តពេលខ្ញុំបំបីទៅប្រិមិត្តឃើញអើយតែណាស់ស្គាល់ក្រឹមញីកុំភ្លេចជួយខមមិនប្រាប់ខាងក្រោមផងហ្នឹងហើយពិសេសខ្ញុំមិនស្គាល់ដែរណាហ្នឹងហើយអ្នកលេងក្រឹមតែថ្មីអីចឹងណាអញ្ចឹងទៅក៏ខ្ញុំបានស្គាល់ហ្នឹងហើយកុំភ្លេចជួយខមមិនប្រាប់ខាងក្រោមផងបើថាមើលស្គាល់ក្រឹមញីក្រឹមឈ្មោលហ្នឹងហើយពិសេសគាត់ទិញមកនេះអត់ដឹងថាមានឈ្មោលមានញីទេហើយខ្ញុំក៏បែកវាចេញពីគ្នាខ្លះអត់កើតទេព្រោះអីវាជួលគ្នាប្រិមិត្តវាខំគ្នាពេញតែកដុងយល់ទៅដាច់ក្រៃវាអស់លេងមកដាច់កតុយដែរអីអស់លេងទៅស្អាតបាទអាខ្លះអាណាខ្លាំងទៅវាដាច់ទេអាហ្នឹងវាខ្លាំងជាងគេអញ្ចឹងទៅហើយខ្ញុំក៏បានចាប់បែកវាមកម្ដងមួយបាទគឺស្អាតមែនទេក្រំចេញមកគឺរងកប់សេរីអូអានេះធ្លាក់ពីដៃបាក់កងអត់ចៃមកហើយបើថាអ្នកដែលចូលចិត្តស្រឡាញ់ត្រីក្រំគឺយកអារម្មណ៍មួយហ្នឹងឯងប្រិមិត្តហ្នឹងឯងពេលដែលឃើញក្រំខ្លួនឯងខំគ្នាដាច់កតុយអស់ហើយអញ្ចឹងណាអូច្ដាយចង់ងាប់ហើយបាទគួរណាបិស្ដាអីដាច់កតុយអញ្ចឹងណាដោយសារកតុយវាគឺរ៉ៃស្អាតមែនទេណាបាទគឺខ្ជុះតែម្ដងបាទពូជនេះមិនដឹងថាពូជអីខ្លះខ្ញុំអត់ស្គាល់ហើយប្រិមិត្តស្គាល់ជួយប្រាប់ខមមិនការក្រោមមួយទៀតផងហ្នឹងឯងបាទជួយប្រាប់ម្នាក់បន្តិចមកខ្ញុំអត់សូវស្គាល់ពូជត្រីដែរហ្នឹងដោយសារវាមិនដឹងថាពូជស្អីខ្លះគឺវាលក្ខណៈមើលទៅពណ៌វាស្អាតមែនទេហើយលក្ខណៈថាគឺមានពណ៌ដូចពូពណ៌ក្រហមពណ៌បៃតងពណ៌ទឹកក្រូចអីវារួមទៅប្រភេទគឺគ្រប់ពណ៌តែម្ដងត្រីហ្នឹងគឺស្អាតមែនទេហើយកន្លែងនេះគឺខ្ញុំពិបាកក្នុងការចាប់ខ្លាំងពេកបាទក៏បានបាច់ចិត្តឲ្យចាក់ដាក់កញ្ច្រែងតែម្ដងបាទតាមញ៉ាំច្រើនពីណាងាយឬព្រីមបាទម្ដងមួយបាទចាក់ដាក់ចឹងហ្នឹងដឹងងាប់រស់ទេបាទពេលម៉ៃខ្ញុំចាស់គេដឹងទេតែបើចាស់គេដឹងទូស្ដាយត្រីគេងាប់ហ្នឹងហើយពេលចាក់មកចឹងមកគឺលូតផ្លេចផ្លត់ពេញហ្នឹងឯងបាទឈ្មោះចកាអស់មកត្រីគេមិនដឹងណាពេលហ្នឹងបាទតែបើមិនចាក់យកវាអត់ចេញអញ្ចឹងក៏ចាប់បានចាក់ទៅហើយក៏ខំបាត់ទៅដួសទឹកឡើងលឿនណាពេលមកទុកចោលយូរដែរណាមួយសន្ទុះបាទបាច់តែងប់ដែរហ្នឹងពេលហ្នឹងគឺថាអត់ហ៊ានចាក់ដែរតែគាត់ថាវាបើអត់ចាក់ចាប់វាអត់បានដោយសារកដុងហ្នឹងវាទូចពេកតែកដុងទូចចឹងទៅបើអត់ចាក់វាចាក់វាអត់បានទេអញ្ចឹងក៏តតែសម្រាប់ចិត្តថាចាក់វាចេញតែម្ដងទៅបាទហើយវាដួសចូលមកនេះដូចចង់ចងល់ឲ្យត្រីហ្នឹងបាទតែគាត់ថាពណ៌សានមែនទេប្រិយមិត្តទាំងអស់គ្នាហ្នឹងហើយត្រីមួយក្រុមគ្រាប់ពិតជា MM កប់សេរីតែម្ដងសូម្បីតែខ្ញុំមកមើលគួយមើលត្រីប្រហែលទូហ្នឹងយូរទៅចង់លងជាមួយត្រីហ្នឹងដែរបាទរកកំង4 10គ្រាប់មកថែមទៀតអីអញ្ចឹងណាថាវាស្អាតដែរហ្នឹងប្រិយមិត្តទាំងអស់គ្នាហើយពេលដែលវាជុលវិញហ្នឹងហើយជុលគូស្អាតមែនទេពេលដែលវាជុលគូវាបោកចកាបោកអាធ្មុងមុខរបស់វាពេលដែលវាបោកធ្មុងមកហើយគេទួយវានឹងហូដេញគ្នាឡើងហៅមិនពេញហ្នឹងហើយអានេះខ្ញុំដាក់ស្លឹកចេកបាទស្លឹកចេកមកងាប់ហ្នឹងចាដាក់ទៅមិនដឹងថាមានអីហ្នឹងអត់មានចោអត់មានសារាយមានអីទេដាក់តែស្លឹកចេកហ្នឹងទៅឲ្យវាដេកលឿននឹងខ្លាវាជ្រោកក្រោមនឹងខ្លាអញ្ចឹងទៅណាហ្នឹងហើយពេលខ្ញុំដាក់ហ្នឹងគឺខ្ញុំយកទៅទុកនៅក្នុងផ្ទះនោះទេមិនមែនទុកនៅកណ្ដាលវាទេហើយទុកនៅកន្លែងល្ងិតដែរហ្នឹងប្រិមិត្តដែរឲ្យវាល្ងិតខ្លះទៅរកវាកាត់ពណ៌យ៉ាងស្អាតអញ្ចឹងណាដូចក្រំព្រៃអញ្ចឹងណាតែបាទកំប៉ុងមួយទូយកប្រិមិត្តកំប៉ុងមួយទូនេះអាពណ៌កំប៉ុងមីណាអាហ្នឹងក្រំព្រៃខ្ញុំតែជាប់បានពីពូញថ្ងៃមុនបានមកក្របបាទមកក្របហ្នឹងគឺទូចដែរទូចមែនតើប៉ិនកញ្ចក់ដៃប៉ុន្តែស្អាតប្រិមិត្តស្អាតខ្មៅក្របតែម្ដងហើយនេះគឺយើងបែករួចហើយបាទដាក់2ដាក់3អញ្ចឹងទៅវាថាវាអត់កដុងបាទប្រុងដាក់ម្ដងមកគូដែរតែវាអត់ចេះមើលថាអូយ៉ានេះពីនេះអូចារជុលហើយចាដាក់ជុលមើលនៅព្រាមមកមើលពេលដែលវាបោកចកាវាបាក់អាធ្មុងមុខគាត់ជុលតែបើអាពណ៌ក្រហមសោះតែញីព្រាមទាំងគ្នាមិញពណ៌ក្រហមហ្នឹងញីបាទនេះគឺខ្ញុំរៀបចំទុកដាក់ឲ្យស្អាតហើយបាទដាក់ចូលនៅក្នុងផ្ទះតែម្ដងតែពេលដាក់ចូលក្នុងផ្ទះហើយអញ្ចឹងទៅមើលទៅអប់កប់សេរីតែម្ដងព្រាមអស់គ្នាហ្នឹងហើយមើលទៅលយកប់មកអែម្ដងបាទហើយបាទមួយនេះទៀតដៃកតុយលេងស្ដាយដល់កវាខាំគ្នាហើយចាំមើល